បាទសួស្តីបងប្អូនជាទីគោរពនិងជាទីស្នេហាដែលនៅទាំងជិតទាំងឆ្ងាយដែលបានគាំទ្រខ្ញុំបាទឲ្យរៀបចំផ្ទះសម្បែងគ្រូបាទជាយដួងកែវកំណើតមានទីនស្នែងកំបីនិងម៉ែមើដីម៉ុងប្រាងកន្លងមកនេះនឹងការទូទាយដួងចតារាសី4ឆ្នាំក៏មានបងប្អូនឆាតសួរជាច្រើនទូទាយរួចហើយក៏មានការចម្ងល់ចង់សួរពីរឿងគូប្រេងខ្ញុំក៏ឲ្យបាញ់រូបថតមកចំហខ្លួនមកដើម្បីទូទាយមើលដល់ពេលខ្ញុំមើលទៅឃើញថានៅ2ឆ្នាំទៀតបានដល់គូប្រេងហើយគាត់ក៏សួរបន្តទៀតគូប្រេងហ្នឹងលេងឬមួយក៏មែនតែនអានមិនតាន់ចប់ផងគាត់ផ្ញើសារមកតើងទៀតគូប្រេងនឹងគឺបរទេសឬមួយក៏ខ្មែរគាត់ផ្ញើសារមកទៀតពើងទៀតគូប្រេងនឹងស្រីអផុសអាហ្នឹងគឺយើងមិនបាច់ម៉ែកមើលទេអាហ្នឹងគឺត្រូវប្រើដៃហើយកាលណាយើងស្ទាបទៅបើសិនជាមូដូចដងដឹងខ្លីជាងដងចប់អាហ្នឹងគឺយើងយកសប៉ែតទៅបើកាលណាយើងស្ទាបទៅឃើញសប៉ែតអាហ្នឹងយើងយកមូទៅបើកាលណាយើងចង់យកមូហើយនឹងមូជុលគ្នានេះអាហ្នឹងអ្នកណាឈ្នះអ្នកនោះធ្វើប្តីទៅហើយអ្នកណាចាញ់អ្នកនោះធ្វើប្រពន្ធទៅសួរអញ្ចឹងឆ្អែតហ្មងឃ្លានដែរតែឃ្លានមានគេឆាតមកសួរថារូបរាងឃើញនៅក្រៅនឹងស្អាតសង្ហាណាស់លោកប្រាស់អរគុណដែរដែលបានប្រសើរចាំបាញ់ជូអីកោតទៅឲ្យហើយមានបងប្អូនឆាតសួរបន្តទៀតថាលោកគ្រូនិយាយមកខ្ញុំអស់សំណើចសើចឡើងឈឺប្រាស់កន្ធីងឈឺប្រាស់កន្ធីងណាមានតែច្រឡំអង្គុយលើការ៉េនទេបានឈឺប្រាស់កន្ធីងគេល្អសើចមានតែចុកពោះហើយក៏មានបងប្អូនឆាតសួរថាការទូទាយដួងចតារាសី4ឆ្នាំហ្នឹងត្រូវរៀបចំបច្ច័យមិនអាហ្នឹងគឺបច្ច័យតាមសទ្ធារបស់បងប្អូនបើមានចម្ងល់ហើយនឹងមានការម៉ែកមើលទឹកដីជ័យភូមិអីឥឡូវវាស្រួលទេយើងមើលតាមអនឡាញក៏បានចង់ជួបផ្ទាល់ក៏បានហើយមានចង្អុលនៃការរៀបចំជំនាញផ្ទះខុសរបៀបម៉េចគ្រូបាទជាយគ្រូកំណើតដួងកែវអីហ្នឹងយើងអាចឆាតសួរបានមិនជាបញ្ហាអីទេបើចិនសិនជាមើលផ្ទះមើលអីសាងសង់មានថ្ងៃមានខែគ្រាន់តែយើងប្រាប់ប្តីឆ្នាំអីប្រពន្ធឆ្នាំអីបើយើងអត់ដឹងថាយើងអាយុប្រហែលទេគ្រាន់តែប្រាប់ខ្ទង់ទៅយើងខ្ទង់20យើងខ្ទង់30ខ្ទង់40ខ្ទង់50អញ្ចឹងទៅដេញទៅដឹងថាអាយុប្រហែលហើយនេះជាការទូទាយ